ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំរកាសម្រាប់អ្នកកើតឆ្នាំរកានៅក្នុងឱកាសនេះក៏ដូចជាខែកុម្ភៈនេះផ្ទាល់លោកអ្នកមានអារម្មណ៍ថាយើងឯកាខ្វះភាពកក់ក្ដៅលោកអ្នកចង់ឲ្យអ្នកជុំវិញខ្លួនយកចិត្តទុកដាក់អញ្ចឹងណាអញ្ចឹងនៅក្នុងឱកាសនេះក៏ដូចជាខែនេះផ្ទាល់សម្រាប់លោកអ្នកដែលកើតឆ្នាំរកាឃើញថាលោកអ្នកនឹងទទួលបានការមើលថែក៏ដូចជាការព្រួយបារម្ភពីអ្នកជិតខ្លួនជាពិសេសអាចមានឱកាសទទួលបានអារម្មណ៍ល្អពីមនុស្សផ្ទុយភេទតែម្ដងចាហើយសម្រាប់រឿងលុយកាក់ឃើញថាអាចចាប់ផ្ដើមមានពលឺត្រឡប់មកវិញហើយសម្រាប់អ្នកកើតឆ្នាំរកាណាយើងអាចវាថាមានអ្នកចូលមកជួយជ្រោមជ្រែងសម្រាប់លោកអ្នកបើសិនជាកំពុងមានបញ្ហាចាហើយសម្រាប់សុខភាពមួយរយៈនេះលោកអ្នកអាចប្រយ័ត្នភ្នែកចាអាចមានឱកាសឈឺឬមានរបួសនៅភ្នែកនឹងតែម្ដងចាហើយអាចកើតចេញពីពេលខ្លះយើងមើលទូរស័ព្ទច្រើននេះឯងណាចាហើយសម្រាប់រឿងការងារនៅក្នុងឱកាសនេះឃើញថាការងាររបស់អ្នកមិនមានអីជាបញ្ហាទេណាអ្នកកើតឆ្នាំរកានៅកន្លែងការងារមានការចែកម្លែកជួយគ្នាទៅវិញទៅមកជាមួយនឹងការងារអាចមានឱកាសល្អចាហើយសម្រាប់ការរកស៊ីនៅក្នុងខែនេះដំណើរការនៃការរកស៊ីរបស់អ្នកកើតឆ្នាំរកានៅមានឧបសគ្គនៅឡើយហើយត្រូវប្រយ័ត្នណាបើសិនជាលោកអ្នកដែលរកស៊ីជាមួយមុខរបរមិនស្របច្បាប់អីក៏គួរប្រយ័ត្នដែរព្រោះអាចមានបញ្ហាការត្រួតពិនិត្យការផាកពិន័យផ្សេងៗអាចនឹងកើតមានចាហើយសម្រាប់ពាក់ព័ន្ធនឹងរឿងស្នេហាឬក៏ជីវិតគូអ្នកកើតឆ្នាំរកាជីវិតគូរបស់អ្នកនៅក្នុងសំទោសនៅក្នុងខែកុម្ភៈនេះផ្ទាល់ចាអាចមានភាពផ្អែមល្ហែមក៏ដូចជាអាចមានការមើលថែគ្នាបានយ៉ាងល្អហើយបងដែលកំពុងមានបំណងចង់មានបុត្រធីតានេះក៏អាចនឹងមានអ្នកបញ្ចប់កំណើតណាចាសម្រាប់អ្នកនៅលីវចាអ្នកនៅតនេឃើញថាលោកអ្នកអាចនៅក្នុងខែនេះផ្ទាល់តែម្ដងលោកអ្នកចង់មានដៃគូចង់មានជីវិតគូអ្នកខ្លះក៏ព្យាយាមទៅបួងសួងបន់ស្រន់តាមកន្លែងផ្សេងៗថាអូយើងឆាប់បានជួបគូទៅអញ្ចឹងណាអញ្ចឹងឱកាសនេះអាចថានៅមិនទាន់មានមនុស្សដែលច្បាស់លាស់ចូលមកទេសម្រាប់លោកអ្នកណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយរឿងតែលោកអ្នកគួរប្រុងប្រយ័ត្នបំផុតនៅក្នុងឱកាសនេះដែរគឺលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការទៅសញ្ញាឯកសារឬក៏បដិបត្តិលើលិខិតស្នាមណាមួយក៏ដោយត្រូវប្រយ័ត្នមែនទែនព្រោះអាចមានការភ្លៀងភ្លាត់ណាអាចនឹងធ្វើឲ្យយើងខាត់បងដែរចាហើយចុងក្រោយការធ្វើបុណ្យគឺសារធ្វើបុណ្យមួយការបលែងសัตว์ដើម្បីលើករាសីណាពណ៌លើករាសីសម្រាប់លោកអ្នកគឺមានពណ៌ទឹកប៊ិចនិងពណ៌សលេខសំណាងរបស់អ្នកគឺមានលេខ49ណា